លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមានការប្រួយបារម្ភយ៉ាងខ្លាំងចំពោះការបញ្ចប់ជីវិតនៃក្រុមមេដឹកនាំផ្ដាច់ការនៅកម្ពុជាដោយសារតែករណីពលរដ្ឋបះបោរនោះបានមន្ត្រីបពប្រឆាំងលើកឡើងថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតព្រួយបារម្ភរឿងពលរដ្ឋងើបឈរឡើងដើម្បីបញ្ចប់របបផ្ដាច់ការដែលដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុនក៏ប៉ុន្តែលោកមិនបានបង្ហាញពីឆន្ទៈដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងវិបត្តិនយោបាយដែលកំពុងជាប់គាំងនោះទេការលើកឡើងនេះគឺបន្ទាប់ពីលោកហ៊ុនម៉ាណែតអះអាងថានៅក្នុងប្រទេសប្រជាធិបតេយ្យគឺប្រជាពលរដ្ឋទៅបោះឆ្នោតហើយមិនអាចទៅបះបោរទម្លាក់មេដឹកនាំបាននោះទេគឺពលរដ្ឋទុកឱកាសឲ្យរដ្ឋាភិបាលកែលម្អនៅចំណុចខ្វះខាតបាទពីរដ្ឋធានី Washington អ្នកស្រីសុជីវីរាយការណ៍ព័ត៌មាននេះបន្ទាប់ពីមេបកប្រឆាំងនិងយុវជននៅក្រៅប្រទេសមួយចំនួននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីឲ្យលោកហ៊ុនម៉ាណែតដោះស្រាយវិបត្តិជាតិនិងជំរុញឲ្យពលរដ្ឋនៅក្នុងស្រុកហ៊ានងើបឡើងទម្លាក់លោកហ៊ុនម៉ាណែតចេញពីតំណែងពេលនេះលោកហ៊ុនម៉ាណែតអំពាវនាវថាកុំឲ្យជំរុញឲ្យពលរដ្ឋងើបឡើងបះបោរពីព្រោះប្រទេសប្រជាធិបតេយ្យគេផ្លាស់ប្ដូរមេដឹកនាំដោយការបោះឆ្នោតឆ្លើយតបនឹងរឿងនេះអតីតអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី11ខែមីនាថាលោកហ៊ុនម៉ាណែតកំពុងព្រួយបារម្ភពីជោគវាសនារបស់ខ្លួនដោយសារតែការដឹកនាំផ្ដាច់ការនិងជាមេដឹកនាំដែលកើតចេញពីការបោះឆ្នោតคล้ายៗលោកបន្តថាចាប់តាំងពីគ្រួសារត្រកូលហ៊ុនឡើងដឹកនាំប្រទេសជាង40ឆ្នាំមកនេះបានធ្វើឲ្យពលរដ្ឋរស់នៅក្នុងស្ថានភាពក្រីក្រគ្មានការងារធ្វើកសិផលគ្មានទីផ្សារឧក្រិដ្ឋជនតាមអនឡាញកើនឡើងដូច្នេះការទម្លាក់មេដឹកនាំដែលអសមត្ថភាពចេញពីតំណែងគឺជារឿងត្រឹមត្រូវហ៊ុនទាំងអូទាំងកូនហ្នឹងទាំងលោកសែនទាំងលោកម៉ាណែតហ្នឹងខ្ញុំយល់ថាគ្មានឆន្ទៈស្ដារប្រជាធិបតេយ្យហើយនឹងការគ្រប់សិទ្ធិមនុស្សហើយនឹងដោះលែងអ្នកទោសនយោបាយនោះទេហើយក៏មានបំណងរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែរប្រសិនបើស្ដារប្រជាធិបតេយ្យទៅមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌តកូលហ៊ុននឹងទាំងអូនតកូនដឹងថាខ្លួនឯងប្រកាសជាមិនឈ្នះតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នោះទេអញ្ចឹងហើយបានពួកគាត់នឹងព្យាយាមកម្ចាត់អ្នកប្រជាធិបតេយ្យប្រតិកម្មរបស់មន្ត្រីបកប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីលោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅថ្ងៃទី11ខែមីនាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានបណ្ដាប្រមាណជាង 4000 នាក់ថាមានក្រុមមួយចំនួននៅក្រៅប្រទេសតែងភ្ជាប់ការដឹកនាំអសកម្មរបស់លោកដើម្បីជំរុញឲ្យពលរដ្ឋក្រោកឈរបះបោរប៉ុន្តែបើតាមបែបប្រជាធិបតេយ្យពលរដ្ឋមិនទម្លាក់មេដឹកនាំតាមរបៀបនេះទេលោកហ៊ុនម៉ាណែតអះអាងថាពលរដ្ឋ 80% ចេញទៅបោះឆ្នោតដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីដូច្នេះពលរដ្ឋមិនទម្លាក់រដ្ឋាភិបាលដែលទើបតែឡើងកាន់តំណែងបានរយៈពេល1ឆ្នាំនោះទេគឺពលរដ្ឋទុកឱកាសឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាឲ្យស្អីបន្តិចគឺយកឲ្យរឿងដែលមិនចំណុចល្អដែលខ្លាំងពេលនេះយកមកឲ្យតែងតែភ្ជាប់នៅដល់ណាទៀតត្រូវក្រោកឈរឡើង5ឆ្នាំក្រោកឈរទៅបោះឆ្នោតម្ដងទៅបាត់ហើយប្រជាពលរដ្ឋ 80% បោះហើយគាត់ផ្ដល់លទ្ធភាពដើម្បីធ្វើការងារបន្តនៅប្រទេសប្រជាធិបតេយ្យទាំងអស់គេមិនដែលថាបោះហើយមួយឆ្នាំក្រោយបបួលគ្នាទៅតម្លាក់ធ្វើស្អីទៀតគេទុកឱកាសឲ្យរដ្ឋាភិបាលគ្មានរដ្ឋាភិបាលណានៅក្នុងពិភពលោកមិនប្រឈមបញ្ហាទេជឿចោះកៅអីនេះគឺជាកៅអីដោះស្រាយបញ្ហាបាទទោះបីជាលោកហ៊ុនម៉ាណែតថ្លែងថាការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកគឺកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋក្តីក៏ប៉ុន្តែពលរដ្ឋនិងអ្នកនយោបាយបកប្រឆាំងមិនទទួលស្គាល់ការបោះឆ្នោតនោះឡើយដោយពួកគាត់ចាត់ទុកការបោះឆ្នោតនោះគឺគ្រាន់តែជាការបោះឆ្នោតបង្ក្រប់កិច្ចដើម្បីឲ្យលោកហ៊ុនសែនសម្រេចមហិច្ឆតាផ្ទេរអំណាចទៅឲ្យកូនប្រុសរបស់លោកគឺលោកហ៊ុនម៉ាណែតតែប៉ុណ្ណោះលើសពីនេះមុនការបោះឆ្នោតមកដល់រដ្ឋាភិបាលក៏បានប្រើប្រាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបដើម្បីរារាំងគណៈបកភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហើយមន្ត្រីរបស់បកប្រឆាំងមួយនេះដែលភាគច្រើនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក៏រងការធ្វើទុកបុកម្នេញតាមប្រព័ន្ធតុលាការនិងការចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ដោយសារតែពួកគេមិនព្រមចុះចូលជាមួយនឹងគណៈបកកាន់អំណាចជុំវិញរឿងនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោកសឹងសែនករុណាមានប្រសាសន៍ថាលោកបានចុះអង្កេតការណ៍ផ្ទាល់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ2023ដូច្នេះលោកថាការបោះឆ្នោតនោះប្រព្រឹត្តទៅដោយមិនសេរីយុត្តិធម៌និងត្រឹមត្រូវនោះទេដោយសារតែពលរដ្ឋរងការបំផិតបំភ័យពីរដ្ឋាភិបាលលោកបន្តថាប្រសិនបើពលរដ្ឋចង់ទម្លាក់រដ្ឋាភិបាលមិនមែនជារឿងខុសនោះដែរពីព្រោះរដ្ឋាភិបាលអសមត្ថភាពដឹកនាំប្រទេសម្យ៉ាងលោកថាលោកហ៊ុនម៉ាណែតក៏មិនមែនជាបេក្ខភាពឈរឈ្មោះបោះឆ្នោតដែរដូច្នេះលោកហ៊ុនម៉ាណែតក៏ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ
ចឹងមិនចឹងគឺគេមានតែមធ្យោបាយឲ្យបរដ្ឋធ្វើការផ្លាស់ប្ដូរសង្គមដោយការទាមទារតវ៉ាទម្លាក់មេដឹកនាំហ្នឹងហើយយើងមើលឃើញដោយបណ្ដាប្រទេសផ្សេងៗដូចជាសេរីលង្កានិងប្រទេសដែលគេទម្លាក់មេដឹកនាំដែលផ្ដាច់ការបពុនិយមគ្រួសារនិយមហ្នឹងយើងឃើញស្រាប់ហើយគឺដោយសារតែការដឹកនាំរបស់មេដឹកនាំហ្នឹងមិនល្អទៅវិញទេហើយបើសិនជាមេដឹកនាំហ្នឹងល្អគណៈបកប្រឆាំងហ្នឹងគឺគ្មានអធិបុលអីទៅនិយាយឲ្យប្រជាពលរដ្ឋធ្វើការទាមទារទម្លាក់ផ្ដួលរំលំរដ្ឋាភិបាលហ្នឹងបានទេបាទសាររបស់លោកហ៊ុនម៉ាណែតនៅពេលនេះទំនងជាចង់សម្ដៅទៅប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលកំពុងធ្វើយុទ្ធនាការផ្ការីកដោយអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការនិងកងកម្លាំងប្រដាប់អាវុធរួមគ្នាទម្លាក់មេដឹកនាំកម្ពុជាសប្តាហ៍ថ្ងៃនេះដើម្បីសង្គ្រោះប្រទេសជាតិឡើងវិញចាប់តាំងពីលោកហ៊ុនម៉ាណែតឡើងធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង1ឆ្នាំមកនេះអ្នកខ្លាំមើលសង្កេតឃើញថារដ្ឋាភិបាលរបស់លោកមិនបានដោះស្រាយបញ្ហាធំៗដែលកំពុងតែកើតមាននោះទេដូចជាបញ្ហារំលោភសិទ្ធិមនុស្សបញ្ហាប្រជាធិបតេយ្យដើរថយក្រោយបញ្ហាអយុត្តិធម៌សង្គមបញ្ហាពលរដ្ឋអត់ការងារធ្វើបញ្ហាពលរដ្ឋជំពាក់បំណុលកសិផលចុះថោកបញ្ហាបូរណភាពទឹកដីនិងបញ្ហាអ ுக ្រិតកម្មឆបោកតាមអនឡាញជាដើមផ្ទុយទៅវិញរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតបែរជាបង្កើនការចាប់ខ្លួនពលរដ្ឋតាមអំពើចិត្តគឺមានចំនួនជាង100នាក់ដាក់ពន្ធនាគារក្នុងនោះមនុស្ស80នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនលើសពីនេះអ្នកនយោបាយបកប្រឆាំងនិងអ្នករិះគន់មួយចំនួនត្រូវបានគេវាយដំនៅតាមដងផ្លូវនិងត្រូវគេបាញ់សម្លាប់ដោយករណីលោកលឹមគឹមយ៉ាមន្ត្រីបកប្រឆាំងនិងអ្នកខ្លាំមើលសង្គមប្រមានថាប្រសិនបើរដ្ឋាភិបាលឪពុកកូនគឺលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនៅតែមិនដោះស្រាយបញ្ហាទាំងនេះទេនោះរដ្ឋាភិបាលត្រកូលហ៊ុនត្រូវប្រឈមនឹងពលរដ្ឋទម្លាក់ចេញពីអំណាចដោយមេដឹកនាំនៅប្រទេសបង់ក្លាដេសជាដើមដែរនេះខ្ញុំសុជីវីវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington